ngàyនេះបានធ្វើម្ហូបពិសេសដែលខានហូបជាច្រើនឆ្នាំមកហើយញោមស្រ័យហ្នឹងខ្ញុំចូលចិត្តមែនតែនប៉ុន្តែកំរបានទិញព្រោះអីនៅផ្សារខ្លះអត់មានទេលើកទី1ឯងដែលខ្ញុំញោមប្រភេទស្រស់បើធម្មតាគឺយើងទិញអាក្រៀមមកដែលគេហាលស្ងួតហើយយើងយកមកត្រាំហើយបានយើងយកមកញោមប៉ុន្តែលើកនេះខ្ញុំទិញមកនៅស្រ័យស្រស់អញ្ចឹងយកមកអូយឆ្ងាញ់មែនតែនថ្ងៃមុនហ្នឹងខ្ញុំទៅលេងកពតហើយខ្ញុំទៅផែកន្លែងគេលើគ្រឿងសមុទ្រដល់ពេលទៅដល់ឃើញស្រ័យហ្នឹងនិយាយពីថាដកចិត្តដើររួចមកនៅឃើញស្រ័យហ្នឹងភ្លាមនៅឃើញដល់ញោមជាមួយសាច់ជ្រូក3ជាន់មួយខ្ទិះដូងអូនិយាយពីថាក៏នៅឃើញក៏លេបទឹកមាត់ដែរហើយខ្ញុំទិញស្រ័យហ្នឹង1គីឡូហើយ1គីឡូបានឡើងច្រើនយកមកញោមបាន2ដងហើយថ្ងៃនេះខ្ញុំញោមស្រ័យហ្នឹងជាមួយនឹងខ្ទិះដូងជាមួយនឹងទឹង7ទុំហើយសាច់ជ្រូក3ជាន់ចំពោះបន្លែវិញយើងដាក់តែទឹកសក់ជាមួយនឹងប៉េងប៉ោះហើយនឹងជីគ្រប់មុខអីចឹងណាពេលដែលខ្ញុំរៀបចំគ្រឿងរួចរាល់ហើយខ្ញុំចាប់ផ្ដើមដាក់ស្ងោរសាច់ជ្រូកហ្នឹងឲ្យឆ្អិនសិនទើបយើងយកទៅហាន់ហើយចំពោះសាច់ជ្រូកហ្នឹងនៅពេលដែលស្ងោរខ្ញុំដាក់ជាមួយនឹងស្លឹកក្រូចសើចហើយនឹងខ្ទឹមសបន្តិចមកដើម្បីវាកាត់ក្លិនហើយអត់ចោលទេជាមួយនឹងការបន្ថែមគ្រឿងមានស្ករអំបិលប៊ីចេងឯហ្នឹងដើម្បីឲ្យវាមានជាតិឡំៗនៅក្នុងសាច់ជ្រូកហ្នឹងឲ្យហើយនិយាយទៅស្ងោរសាច់ជ្រូកលើកណាក៏ខ្ញុំធ្វើអញ្ចឹងដែរដើម្បីឲ្យសាច់ជ្រូករបស់យើងហ្នឹងគឺវាមានរសជាតិរៀងឡំៗឆ្ងាញ់មកល្មមហើយចំពោះម្ទេសផ្លោកវិញគឺខ្ញុំហាន់រៀងទៅសាយអញ្ចឹងតែក៏អត់ស្ដើងពេកដែរមកល្មមតែបើបងប្អូនអត់ចង់បានក្រាស់ដូចខ្ញុំទេបងប្អូនអាចចិតជាមួយនឹងក្បិតមុខ2វាស្ដើងជាងហ្នឹងហើយចំពោះបន្លែសម្រាប់ញោមស្រាយហ្នឹងបងប្អូនចង់ដាក់បន្ថែមមានដូចជាការ៉ុតឬមួយក៏ស្ពៃក្តោបសស្ពៃក្តោបស្វាយអីទៀតក៏បានដែរតែថ្ងៃនេះខ្ញុំបើកទូទៅមានតែម្ទេសផ្លោកជាមួយនឹងប៉េងប៉ោះហើយនឹងទឹកសក់អញ្ចឹងហើយដាក់តែ3មុខហ្នឹងក៏បានហើយចំពោះប៉េងប៉ោះហ្នឹងក៏ខ្ញុំអត់ហាន់ស្ដើងពេកដែរគឺខ្ញុំហាន់រៀងចំណិតអញ្ចឹងណាចំពោះទឹកសក់អ្នកខ្លះគាត់ចូលចិត្តកោសឬមួយក៏សាបឲ្យវារៀងស្ដើងដសាយតែចំពោះខ្ញុំគឺខ្ញុំហាន់រៀងប្រទេសអញ្ចឹងពេលដែលយើងហាន់រៀងប្រទេសអញ្ចឹងពេលដែលយើងខាំទៅវារៀងជ្រប់ទឹកសក់មកវារៀងមានជាតិឆ្ងាញ់ហើយនៅពេលដែលខ្ញុំហាន់បន្លែហាន់អីរួចរាល់ហើយសាច់ជ្រូកខ្ញុំក៏ចាប់ផ្ដើមឆ្អិនហើយសាច់ជ្រូកហ្នឹងគឺខ្ញុំហាន់ច្បារមូលរៀងទៅវិញប៉ុន្តែនេះវាក្តៅពេកគឺខ្ញុំហាន់ប្រទេសអញ្ចឹងឲ្យអស់សិនទើបខ្ញុំហាន់ជាច្បារមូលម្ដងពោះស្រាយហ្នឹងវិញពេលដែលបងប្អូនទាំងអស់គ្នាយកមកញោមអញ្ចឹងលាងវាច្រើនទឹកមែនតែនចាំយើងយកមកញោមទៅខ្ញុំច្បាច់អំបិលវា2 3ដងហើយខ្ញុំលាងចូលប្រហែលជា7-10ទឹកដើម្បីទឹកហ្នឹងតតែថ្លាហ្មងទើបយើងយកមកញោមព្រោះអីតើកាលណាយើងលាងវាអត់ស្អាតវានៅធំក្លិនរៀងភក់ធំក្លិនដីអញ្ចឹងហើយយើងលាងវាឲ្យស្អាតតទឹកហ្នឹងថ្លាអញ្ចឹងហើយពេលដែលយើងយកមកញោមវារៀងមានរសជាតិឆ្ងាញ់វាអត់មានក្លិនដីក្លិនភក់ទេហើយចំពោះញោមវិញកុំប្រើសាច់សុទ្ធតើកាលណាយើងប្រើសាច់សុទ្ធអត់ឆ្ងាញ់ហ្មងនិយាយទៅគឺសាច់3ជាន់ហ្នឹងគឺត្រូវជាតិគ្នាពេលដែលខ្ញុំហាន់សាច់ហាន់អីហើយខ្ញុំចាប់ផ្ដើមដាក់ញោមហើយនិយាយទៅគឺងាយស្រួលមែនតើកាលណាយើងដាក់ស្រាយហ្នឹងចូលមកហើយខ្ញុំដាក់សាច់ជ្រូកដាក់អីចូលចឹងទៅអ្នកខ្លះគាត់ចូលចិត្តប្រើបុកទឹកថៃដើម្បីញោមតែខ្ញុំអត់ទេគឺខ្ញុំដាក់គ្រឿងភ្លាមហ្នឹងហ្មងហើយចំពោះញោមហ្នឹងបើសិនជាបងប្អូនគិតថាចង់ដាក់គ្រឿងសមុទ្រដូចជាបកគីអីថែមទៀតក៏បានដែរហើយខ្ញុំដាក់សាច់ជ្រូកហើយខ្ញុំដាក់ម្ទេសចូលហើយបន្ទាប់មកខ្ញុំចាក់ខ្ទិះដូងហ្នឹងគឺយើងយកតែខ្ទិះដើមទេបន្ទាប់មកខ្ញុំដាក់ខ្ទឹមសចូលហើយបានខ្ញុំដាក់បន្លែដែលខ្ញុំចិតមិញចម្រោះមុខនឹងចូលគ្នាទៅដើម្បីឲ្យយើងញោមទៅវាមានរសជាតិឆ្ងាញ់បើសិនជាបងប្អូនចង់បុកទឹកត្រីហើយចាំញោមក៏បានឬក៏ដាក់គ្រឿងដូចខ្ញុំចេះក៏បានដែរពេលដែលខ្ញុំញោមអញ្ចឹងគឺខ្ញុំប្រើជាមួយនឹងស្ករហើយនឹងប៊ីចេងហើយនឹងម្សៅស៊ុបជាមួយនឹង7ទុំហើយនឹងទឹកត្រីនិយាយទៅឲ្យតែបងប្អូនទាំងអស់គ្នាចេះលៃគ្រឿងមកល្មមជូរហឹរប្រៃនឹងទៅនិយាយទៅរសជាតិឆ្ងាញ់ហើយចំពោះញោមហ្នឹងបើសិនជាបងប្អូនចង់ប្រើក្រូចឆ្មាក៏បានដែរណាអត់អីទេរសជាតិឆ្ងាញ់ដូចគ្នាហើយបន្ទាប់ពីខ្ញុំដាក់គ្រឿងរួចរាល់អស់ហើយខ្ញុំចាប់ផ្ដើមច្បល់វាឲ្យវាចូលជាតិសិនហើយខ្ញុំបញ្ជាក់ខ្ទិះដូងគឺយើងអត់ដាក់ច្រើនពេកទេគេតែកាលណាយើងដាក់ច្រើនពេកពេលដែលយើងច្បល់ជាមួយញោមទៅវាហៅតែចេញទឹកអញ្ចឹងហើយវាធ្វើឲ្យញោមរបស់យើងនឹងដូចទឹកស្លអញ្ចឹងហើយវាអត់មានជាតិទេវាយ៉ាងលាវអញ្ចឹងពេលដែលបងប្អូនប្រើខ្ទិះដូងជាមួយញោមហ្នឹងគឺយើងដាក់តែបន្តិចល្មមហើយយើងប្រើតែខ្ទិះដើមបានហើយនិយាយមែនបងប្អូនហើយនៅពេលដែលខ្ញុំច្បល់គ្រឿងចូលគ្នាអញ្ចឹងនិយាយថាក្លិនវិញឡើងឈ្ងុយហ្មងខ្ញុំចូលចិត្តញោមស្រាយនឹងខ្លាំងមែនតែខ្ញុំខានហូបយូរឆ្នាំហើយដោយសារយើងចេះតែផ្សារអត់មានឃើញគេលក់ហើយជាពិសេសបើសិនជាគេលក់ក៏គេលក់តែក្រៀមដែរគេអត់សូវលក់ប្រភេទស្រស់អញ្ចឹងទេចៃដន្យអីខ្ញុំទៅផ្សារកពតកន្លែងផែគេហ្នឹងទៅយើងបានប្រភេទស្រាយស្រស់ថ្មីអញ្ចឹងមកនិយាយទៅឆ្ងាញ់ជាងប្រភេទដែលគេហាលហើយស្ងួតទៀតពេលដែលខ្ញុំញោមហ្នឹងខ្ញុំច្បល់វារៀងយូរដែរដើម្បីវាចូលជាតិអញ្ចឹងហើយបន្ទាប់មកបានខ្ញុំចាប់ផ្ដើមដាក់ជីគ្រប់មុខចូលពេលដែលយើងដាក់ជីចូលហ្នឹងអូនិយាយពីថាក្លិនមករត់តែឈ្ងុយគួរឲ្យចង់ញ៉ាំមែនតើបើសិនជាបងប្អូនចង់ញ៉ាំញោមឆ្ងាញ់កុំភ្លេចសាកញោមស្រាយហ្នឹងមើលនិយាយពីថាញ៉ាំហើយដល់ចង់ញ៉ាំទៀតដែរពេលដែលខ្ញុំដាក់ជីហើយខ្ញុំច្បល់វាបន្តិចទៀតហើយគឺរួចរាល់ហើយបងប្អូនទាំងអស់គ្នាហើយចំពោះញោមហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នាញោមញ៉ាំភ្លាមក៏បានឬក៏ញោមហើយទុកដល់ល្ងាចញ៉ាំក៏រត់តែឆ្ងាញ់ទៀតដើម្បីវាចូលជាតិតើបងប្អូនមកសាកញោមស្រាយជាមួយខ្ញុំទាំងអស់គ្នាហើយកុំភ្លេចសាកល្បងធ្វើផងនិយាយពីថារសជាតិវិញឆ្ងាញ់ខ្លាំងមែនតើហ្មង